ក្រោយប្តឹងមេ PM ខេត្តក្រចេះទៅកាន់ ACU និងចោទប្រកាន់ថាមិនសហការជាមួយលោកតាន់កឹមសួរដែលបានខូចរថយន្តកែច្នៃដុកឈើមួយគ្រឿងកាលពីថ្ងៃទី26 ខែវិច្ឆិកាពេលនេះមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននឹងកំពុងចោទទប់ស្កាត់បទល្មើសព្រៃឈើក្នុងទឹកដីខេត្តក្រចេះលោកតាន់កឹមសួរបានឲ្យដឹងថាលោកបានស្រាវជ្រាវរហូតខាត់បានរថយន្តកែច្នៃដឹកឈើមួយគ្រឿងនោះក្នុងភូមិសាស្ត្រស្រុកសម្បូរហើយបានតាក់ទងសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋានប៉ុន្តែមិនមានការសហការឬអន្តរាគមន៍បង្ក្រាបបទល្មើសនោះទេផ្ទុយទៅវិញស្រាប់តែមន្ត្រីអាវុធហត្ថបានចុះទៅធ្វើការសួរនាំលោករកលិខិតស្នាមបេសកកម្មនៅកន្លែងដែលលោកបានខករថយន្តដែលប្រព្រឹត្តបទល្មើសដឹកឈើនោះទៅវិញលោកកឹមសួរអះអាងថាមេបញ្ជាការអាវុធហត្ថខេត្តក្រចេះលោកសាក់សារ៉ាំងចង់ហៅលោកទៅសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងដែលលោកបានប្រាប់ថាលោកកំពុងតែជាប់បំពេញការងារតើលោកមានចេតនាអ្វីឲ្យពិតប្រាកដលោកកឹមសួរបន្តថាលោកគួរហៅជនសង្ស័យដែលប្រព្រឹត្តបទល្មើសនេះទៅសួរនាំត្រូវជាងឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេងហ៊ីបានឲ្យដឹងនៅថ្ងៃទី26 ខែវិច្ឆិកាថាករណីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះទៅសួរនាំលោកតាន់កឹមសួរដែលបានបង្ហោះតាមបណ្ដាញសង្គមនោះលោកក៏ទទួលបានព័ត៌មានភ្លាមៗពីលោកកឹមសួរផងដែរលើពីនោះលោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានណែនាំទៅកាន់លោកឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះរួចហើយដោយលោកអេងហ៊ីបានបញ្ជាក់ថាជាមួយគ្នានេះកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននឹងកំពុងចុះសហការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់នោះផងដែរលោកកឹមសួរបានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ត្រីអេងហ៊ីដែលតែងតែទទួលបានរបាយការណ៍របស់លោកនិងធ្វើការអន្តរាគមន៍ភ្លាមពាក់ទងទៅនឹងការមិនសូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើក្នុងទឹកដីខេត្តក្រចេះក៏បានបង្កឲ្យមានការផ្ទុះការរិះគន់តាមបណ្ដាញសង្គមជាញឹកញាប់រហូតដល់មានការដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដែលហៅកាត់ថា ACU ក្នុងនាមប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិលោកតាន់កឹមសួរក៏បានឲ្យដឹងទៀតថាលោកបានដាក់ពាក្យបណ្ដឹងទៅកាន់ ACU ដោយមានភ្ជាប់ជាមួយនឹងភស្តុតាងផងដែរកាលពីខែឧសភាឆ្នាំ2025ដើម្បីស្នើសុំឲ្យមានការបើកការស៊ើបអង្កេតនិងមានវិធានការផ្លូវច្បាប់អំពីករណីអន្តរាគមន៍បទល្មើសធនធានធម្មជាតិរបស់លោកឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាំងលោកកឹមសួរបានអះអាងក្នុងពាក្យបណ្ដឹងនោះថាលោកស័ក្តិសារ៉ាំងមានការទំនាក់ទំនងជាមួយមេឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ឈ្មោះហាយស្ថិតនៅក្នុងឃុំហានជ័យស្រុកឆ្លងខេត្តក្រចេះក្នុងការចរាចរណ៍ផលអនុផលព្រៃឈើខុសច្បាប់ការអះអាងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់សមាគមកាលពីថ្ងៃទី13 ខែឧសភាឆ្នាំ2025បានចុះទៅអង្កេតនៅទីតាំងមួយកន្លែងដែលស្ថិតនៅក្នុងឃុំហានជ័យស្រុកឆ្លងពេលនោះស្រាប់តែប្រទះឃើញមានការលួចលាក់ស្តុកឈើខុសច្បាប់ជាច្រើនរបស់មេឈ្មួញដ៏ស្លឹមឈ្មោះហាចនោះផងដែរក្រោយធ្វើការសាកសួរអំពីករណីលួចលាក់ស្តុកឈើទាំងនោះមកឈ្មោះហាចបានលើកឡើងចំថាឈើនេះគឺជាឈើរបស់ឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាំងដែលបានគេរៀបចំជូនលោកក្នុងនោះក៏មានភ្ជាប់ជាវីដេអូផុសតាំងផងដែរពាក្យបណ្ដឹងបានសរសេរថាមួយសន្ទុះក្រោយមកលោកឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាំងក៏បានធ្វើការទម្លាក់ទំនងមកកាន់ក្រុមការងារលោកដើម្បីធ្វើការអន្តរាគមន៍ផងដែរដោយមានការថតបានសម្លេងអន្តរាគមន៍ក្រោយពីក្រុមការងារសមាគមបានពិភាក្សាគ្នារួចមកក៏អាចសន្និដ្ឋានបានថាករណីនេះពិតជាមានរឿងមិនប្រក្រតីខ្លាំងណាស់ដែលលោកឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាំងដែលមានសមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិតែបែរជាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយមេឈ្មួញឈើដ៏ស្នឹមដ៏ល្បីឈ្មោះប្រចាំខេត្តក្រចេះទៅវិញមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានការសហការគ្នាជាមួយឈ្មួញឈើនេះក្នុងការចរាចរណ៍ផលអនុផលព្រៃឈើខុសច្បាប់ទៅទៀតលោកតាន់កឹមសួរបានឲ្យដឹងទៀតថាពាក្យបណ្ដឹងត្រូវបានលោកដាក់ទៅ ACU រួចហើយប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេអ្នកនាំពាក្យ ACU លោកសុយច័ន្ទវិចិត្របានបញ្ជាក់ថាមិនត្រឹមតែករណីនេះនោះទេព័ត៌មានអំពីពាក្យបណ្ដឹងគឺមិនអាចចែករំលែកមុនពេលបញ្ចប់នីតិវិធីនោះឡើយព្រោះវាពាក់ព័ន្ធទៅដល់ការរក្សាការសម្ងាត់ដែលប៉ះពាល់ទៅដល់ការស៊ើបអង្កេតប្រមូលព័ត៌មានភ្នំពេញប៉ុស្តិ៍បានព្យាយាមតាក់ទងលោកស័ក្តិសារ៉ាំងតាមរយៈលេខទូរស័ព្ទដែលធ្លាប់តាក់ទងនាពេលកន្លងមកដើម្បីសុំការអធិប្បាយប៉ុន្តែទូរស័ព្ទគ្មានអ្នកទទួលសូមជម្រាបថាលោកស័ក្តិសារ៉ាំងអតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីនិងកំពង់ឆ្នាំងក៏ធ្លាប់ត្រូវបានតុលាការរាជធានីភ្នំពេញហៅសួរនាំជាមួយនឹងមន្ត្រីជាច្រើនរូបទៀតផងដែរពាក់ព័ន្ធទៅនឹងរឿងអាស្រូវបទល្មើសព្រៃឈើដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី